សួស្តីបងថ្ងៃនេះខ្ញុំចង់រាយរាប់ពីអត្ថប្រយោជន៍នៃអង្គវត្តសាអគុយទាំងប៉ុន្មានប្រភេទនេះបាទវាមានមុខងារអត្ថប្រយោជន៍ច្រើនបាទវាអាចដឹងពីអាយុកាលអគុយនិងវល់អគុយបងប្អូននៅសល់ប្រមាណភាគរយបាទតុងខ្យងសល់ប្រមាណភាគរយបាទនៅពេលដែលយើងចាប់ពលបូកពលដកទ័រអគុយវានឹងបញ្ជាក់នៅលើអេក្រង់ LED របស់វាបាទនៅពេលអគុយឡានឬអគុយម៉ូតូបងដែលទុកចោលយូរដេរមិនឆេះបាទយើងអាចយកនឹងទៅតេស្តសាកល្បងបានមុននឹងយើងដូរអគុយចេញយើងអាចយកនឹងសាកល្បងព្រោះអីប្រភេទនឹងវាមានមុខងារជួយសម្រួលអគុយនៅពេលដែលវាសម្រួលអគុយយើងចូលដែរនៅពេលដែលយើងសម្រួលអគុយពេញយើងអាចដឹងថាអគុយនឹងនៅប្រើបានឬមិនប្រើបានអញ្ចឹងយើងអាចមើលដឹងបាទវាបញ្ជាក់នៅលើអេក្រង់យើងហ្នឹងបាទនៅពេលដែលយើងបញ្ចូលទៅភាគរយវាឡើងខ្ពស់ 100% តួលេខវាអត់ធ្លាក់ទេមានន័យថាអគុយយើងវាកាន់ភ្លើងតុងខ្យងវាក៏ឡើង12វ៉ុលឬ310វ៉ុលជាងដែរអាហ្នឹងមានន័យថាអគុយយើងថេភ្លើងល្អបាទតុងខ្យងយើងធ្លាក់ដល់6 7 8វ៉ុលអីអគុយហ្នឹងអត់កាន់ភ្លើងទេពុតភាគរយវាក៏ធ្លាក់តាមហ្នឹងដែរបើបងប្អូនមានចង្អុលបន្ថែមអាចឆាច់សួរនាំបន្ថែមបានទៀតវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនបាទrồi bao giờ làm không